សូមស្វាគមន៍មកកាន់ Channel ស្ដាប់អារុនទាំងអស់គ្នាវិលបញ្ចុះខ្ញុំសារថ្មីទៀតហើយថ្ងៃនេះមានសាច់រឿងមួយរឿងទៀតហើយចង់និយាយចែកជូនបងប្អូនទស្សនាស្ដាប់ទាំងអស់គ្នាមុននឹងចូលទៅដល់ការស្ដាប់សូមបងប្អូនជួយចុច Like និង Subscribe និងបើកសញ្ញាកណ្ដឹងឲ្យខ្ញុំអ្នកមួយផងបាទរឿងរ៉ាវមួយនេះដែរកាត់មកលើខ្ញុំផ្ទាល់បងប្អូនចង់ដឹងថាសាច់រឿងមួយនេះដែរឬព្រួយយ៉ាងណាភ័យរន្ធត់យ៉ាងណាសូមបងប្អូនទស្សនាស្ដាប់ជាមួយខ្ញុំទាំងអស់គ្នារឿងរ៉ាវមួយនេះដែរកាត់អំឡុងឆ្នាំ2019ចូល2020ពេលនោះដែរខ្ញុំបានចប់រៀនបានមួយខែខ្ញុំសម្រេចចិត្តទៅធ្វើការនៅភ្នំពេញជាមួយពូខ្ញុំពេលនោះដែររោងចក្រគេក៏រើសកម្មការនីនឹងឲ្យទៅធ្វើការនៅភ្នំពេញខ្ញុំក៏សម្រេចចិត្តថាចង់ទៅធ្វើការនៅភ្នំពេញជាមួយពូខ្ញុំព្រោះតែគ្រួសារជីវភាពរៀងលំបាកខ្ញុំសម្រេចចិត្តទៅធ្វើការនៅភ្នំពេញទៅបងប្អូនពេលនោះដែរខ្ញុំទៅធ្វើការនៅភ្នំពេញបានរយៈពេល1ខែពេលដំបូងខ្ញុំមិនតាន់ជួលផ្ទះនៅទេខ្ញុំធ្វើការនៅជាមួយពូខ្ញុំណាទៅមានរួមទៅពីរនាក់ពូខ្ញុំតែពូនឹងអាយុតាណាខ្ញុំទេបើខ្ញុំត្រូវហៅពូចឹងបងប្អូនហ្នឹងហើយប្រាប់បងប្អូនហើយយល់នៅបាន1ខែនៅជាមួយមីងចឹងបាន1ខែស្រាប់តែបន្ទប់គាត់នឹងជាតិពេកដល់ពេលជាតិពេកខ្ញុំក៏សម្រេចចិត្តពីអ្នកពូក្មួយហ្នឹងជួលបន្ទប់គេមួយតម្លៃប្រហែល30រៀលជាង30រៀលជាងបងប្អូន30រៀលជាងនិយាយរួមទាំងទឹកទាំងភ្លើងអី40រៀលនៅពីអ្នកពូក្មួយនៅក្នុងបន្ទប់នោះបានរយៈពេលប្រហែលណាបងប្អូនខ្ញុំនិយាយកាត់ទៅកុំឲ្យថាខ្ញុំនិយាយទៅវែងឆ្ងាយពេកនៅបានប្រហែលរយៈពេលធ្វើការរយៈពេលបាន1ឆ្នាំស្រាប់តែបងខ្ញុំក៏ឡើងមកធ្វើការទៀតបងខ្ញុំក៏ឡើងមកធ្វើការម្នាក់ទៀតតែខ្ញុំសូមមិនចេញឈ្មោះទាំងពីរព្រោះអីតែនិយាយទៅមានអ្នកខ្លះគេស្គាល់កន្លែងហ្នឹងចឹងខ្ញុំមិនតន់និយាយដល់កន្លែងហ្នឹងទេហើយក៏ខ្ញុំមិនតន់បង្ហើបឈ្មោះខ្ញុំដែរព្រោះអីចាំសាច់រឿងក្រោយខ្ញុំមានឱកាសខ្ញុំនឹងប្រាប់ហ្នឹងហើយបងប្អូនចូលសាច់រឿងយើងបន្តទៅពេលនោះដែរបងខ្ញុំក៏ឡើងពីស្រុកហ្នឹងមកភ្នំពេញមកធ្វើការជាមួយខ្ញុំដែរដល់ពេលធ្វើការនៅបន្ទប់ហ្នឹងជាតិពេកខ្ញុំថារនាំគ្នាហ្នឹងជួលបន្ទប់នៅមួយទៀតឲ្យធំយ៉ាងហ្នឹងតែពូខ្ញុំគាត់ថាឯងជួលទៅអីនៅសិនទៅវាអត់ទាន់ជាតិទេខ្ញុំថាបើប្អូនខ្ញុំនៅទៀតជាតិហ្នឹងវាតម្លើងមកជាតិហើយដល់ពេលចឹងទៅគាត់ស្រាប់តាគាត់ដើរលេងគាត់ដូចថាថ្ងៃសៅរ៍ថ្ងៃអីចឹងសម្រាប់ចឹងគាត់ជួយចិត្តដើរលេងក្លឹបពូខ្ញុំហើយដល់ពេលចឹងទៅគាត់ដើរលេងក៏គាត់មានសង្សារមួយគាត់យកសង្សារមួយចឹងដូចថាគាត់ស្រឡាញ់គ្នាចឹងក៏គាត់យកមកលេងបន្ទប់ហើយឆ្អៀតចឹងណាដូចថាគាត់មកនៅអីចឹងគាត់ឆ្អៀតអីចឹងណាហើយដល់ពេលខ្ញុំក៏សម្រេចចិត្តថាជួលបន្ទប់នៅថ្មីហ្នឹងហើយបងប្អូនជួលបន្ទប់នៅថ្មីស្រាប់តាមានណាបន្ទប់ហ្នឹងខ្ញុំសួរគេទៅបន្ទប់រៀងធំដែរនៅប្រហែលបានច្រើនអ្នកដែរណានៅ4-10នាក់ដែរមានឡាយទឿចឹងណាបន្ទប់ហ្នឹងថ្មីហ្នឹងមានឡាយទឿបន្ទប់មុនអត់មានឡាយទឿទេដល់ពេលអញ្ចឹងបន្ទប់មុនជាតិដោយសារវាមានឡាយទឿដល់ពេលខ្ញុំសម្រេចចិត្តជួលបន្ទប់ថ្មីហ្នឹងវាមានឡាយទឿហើយបន្ទប់ហ្នឹងខ្ញុំភ្លេចលេខបន្ទប់ហ្នឹងបាត់ឆាំប៉ុន្តែសូមប្រាប់បងប្អូនខ្ញុំភ្លេចប្រាប់បងប្អូនថាបន្ទប់ជួលហ្នឹងនៅម្ដុំសែនសុខហើយនៅផ្លូវកៅពីខ្ញុំប្រាប់តាមប៉ុណ្្នឹងទៅហ្នឹងហើយបងប្អូនហើយពេលនោះដែរខ្ញុំជួលបន្ទប់ហ្នឹងខ្ញុំទៅសួរម្ចាស់ផ្ទះគេសួរទៅថាមានអីបន្ទប់ហ្នឹងបិទចោលយូរហើយឯងតឲ្យជួលឲ្យតសម្អាតខ្លះដល់ពេលអញ្ចឹងខ្ញុំក៏សម្រេចចិត្តសុំសោពីម្ចាស់ផ្ទះហ្នឹងចូលទៅសម្អាតទៅសុទ្ធតែ
អាចកដោសិតតានិយាយរួមសិតតាស្បុកវិញពៀងអាចកដោក្នុងបន្ទប់នឹងហ្មងហើយបបោះខ្ញុំសាប់ពីអ្នកពូក្មួយនឹង3នាក់បងប្អូនខ្ញុំនិយាយរួម2នាក់បងខ្ញុំហើយនឹងពូនិយាយរួម3នាក់ចាប់ដើមសម្អាតបន្ទប់នឹងឡងយូរឡង1ម៉ោង2ម៉ោងរំហើយបន្ទប់នឹងខ្ញុំប្រាប់បងប្អូនពេលខ្ញុំចូលទៅនៅនឹងមានខ្នើយមានភួយមានអីនៅក្នុងបន្ទប់នឹងមកបន្ទប់ជួលហ្នឹងណាខ្ញុំនិយាយឡើង principle បងនិយាយហ្នឹងហើយបងប្អូនដល់ពេលចឹងទៅក៏ខ្ញុំនឹងសម្អាតហើយក៏ខ្ញុំមិនតន់នៅទេតវាស្ងួតដាក់ដង្ហើមដាក់អីចឹងណាស្ងួតហើយខ្ញុំចាប់ផ្ដើមរើអីវ៉ាន់ចេញពីបន្ទប់មួយចូលបន្ទប់មួយនៅក្នុងបន្ទប់ហ្នឹងបាទនិយាយរួមនៅ1ថ្ងៃ2ថ្ងៃអត់អីបងប្អូននៅ1ថ្ងៃ2ថ្ងៃអត់អីទេស្រាប់តែបងប្អូនចរូនមួយខ្ញុំវាមកលេងហ្នឹងហើយបងប្អូនដែរស្គាល់នៅស្អីនិយាយរួមមិននៅស្អីនៅប្រឲ្យតាម្នាក់ហ្នឹងគេមានញៀនទី6ហ្នឹងហើយបងប្អូនចរូនមួយខ្ញុំហ្នឹងគាត់មានញៀនទី6ស្អីគាត់នៅបន្ទប់ខាងផ្សេងទៀតណាគាត់មានញៀនទី6គាត់បានអង្គុយលេងនៅបន្ទប់ខ្ញុំអង្គុយលេងគាត់ចូលមកគាត់ថាគាត់បើកទ្វារមកគាត់ចូលមកលេងខ្ញុំគាត់ថាចូលស្រស់ស្រាយមកដល់ពេលខ្ញុំនិយាយឡើងព្រឺបងប្អូនវាឃើញវានិយាយរួមបងប្អូនមួយវាឃើញដឹងឃើញអីទេប៉ុន្តែវាអត់តន់ប្រាប់ខ្ញុំទេហើយវាដើរទៅបន្ទប់វាវិញហ្នឹងហើយបងប្អូនដើរទៅបន្ទប់វាវិញខ្ញុំឆ្ងល់ខ្ញុំចេះតែឆ្ងល់ហើយក៏ខ្ញុំអត់បានសួរវាដែរហ្នឹងហើយបងប្អូនខ្ញុំក៏បានសួរវាស្រាប់តែនិយាយរួមប្រឡង1ថ្ងៃ2ថ្ងៃទៅ2ថ្ងៃ3ថ្ងៃនិយាយរួមបន្ទប់នេះខ្ញុំនៅបានប្រហែល1អាទិត្យអត់មានរឿងអីរ៉ាវកាត់ឡើយស្រាប់តែខ្ញុំឡើងបានលើ1អាទិត្យស្រាប់តែយប់ហ្នឹងឮសំឡេងវាគោះទ្វារបងប្អូនកដាយប់ជ្រៅប្រហែលម៉ោង1ម៉ោងនិយាយរួមម៉ោង2 10ម៉ោង1ហ្នឹងគោះមកគោះស្រាប់តែមានណាបងប្អូនហើយបងខ្ញុំឡើងអង្គុយឆ្ងល់វាសួរខ្ញុំបងហើយបងពីណាគូទ្វារណាខ្ញុំឆ្លើយប្រាប់វាទៅវិញថាកដោអើយកដោវាចិត្តចំណៃអញ្ចឹងវាប៉ះអញ្ចឹងអញ្ចឹងណាដល់ពេលអញ្ចឹងបងខ្ញុំក៏ដេកវិញយ៉ាងណាដេកទៅមានស្អីទេដេកយកកម្លាំងធ្វើការហ្នឹងហើយបងប្អូនដល់ពេលម្លងស្អែកឡើងទៀតម្លងស្អែកឡើងនិយាយរួមយប់ដដែលមិនយប់ដដែលបងប្អូនយប់ថ្មីទៀតហ្នឹងហើយយប់ស្អែកទៀតអញ្ចឹងណាដល់ពេលស្រាប់តែលឺគោះនិយាយរួមម៉ោងដដែលគោះទៀតដល់ពេលលឺគោះទៀតមានណាបងខ្ញុំវាភ័យមកវាកេះខ្ញុំពងដេកហ្នឹងហើយបងប្អូនដល់ពេលអញ្ចឹងស្រាប់តែខ្ញុំកដោហើយខ្ញុំចេញទៅក្រៅខ្ញុំអត់ខ្លាចទេខ្ញុំមិនដឹងអីទេតែខ្ញុំអត់ខ្លាចដែរខ្ញុំចេញទៅក្រៅតែបើកទ្វារមើលទៅអត់មានអីសោះហ្មងបងប្អូនដល់ពេលអញ្ចឹងហើយខ្ញុំក៏ឲ្យបងខ្ញុំដេកវិញស្រាប់តែបាននិយាយរួមឡងបាន2ថ្ងៃលេងលឺស្ងាត់ហ្នឹងហើយបងប្អូនស្ងាត់លេងលឺសូលលេងលឺអីគោះទ្វារគោះអីចឹងណាស្រាប់តែពូខ្ញុំគាត់និយាយរួមហេតុការណ៍ហ្នឹងពូខ្ញុំគាត់អត់ដឹងទេគាត់និយាយរួមមកតាល្ងាចឡើងដឹងគាត់ចេញក្រៅហើយល្ងាចឡើងគាត់ចេញក្រៅល្ងាចឡើងគាត់ចេញក្រៅហើយនិយាយរួមនៅតែពីអ្នកបងខ្ញុំទេហើយខ្ញុំមានបាសមួយដែលគេឲ្យចឹងណាហើយខ្ញុំបើករងហើយបាសហ្នឹងបើពេលល្ងាចខ្ញុំចេញធ្វើការមកប្រហែលម៉ោង6ម៉ោង4អីចឹងខ្ញុំចេញម៉ោង4ខ្ញុំបើករងហើយបើកឲ្យដាំបាយបណ្ដើហើយដល់ពេល
chẳng tới sạp ngày nóng pù nhóm á quạt màu còn nằm sẵn sàng quạt màu lên chứ á tục chứ á hay chẳng tới có quạt vậy chứ mà anh bật bá sân ta lòng á đọc về nhóm nó bá tiệt hay sạp ta ôn cho đầu mùi nhóm lắm còn màu lên tiệt sấy đó mẹ sấy nhìn thì bằng muối đó còn màu lên tiệt bằng bồn màu lên máu quạt thà gì rốt con là cái vi cái bao không quạt cái vi cái bao không ấy quạt còn đa từ vinh này quạt đa từ tụ quạt vinh sạp ta nhóm ngò hay pu nhóm nhưng tội quạt nơi không mà tụ nâng tới bị nè mình đọc về chân tới hoặc nhóm đa từ tè ôn cho đồn mùi nhom ôn cho đồn mùi nhom lắm ôn cho đồn mùi nhom quạt phép thà kèm bên chất hỏi một ngày bạc ba tê cái sọ lăng nhôm sọ lăng một ngày đó này đọc về trắng có nhôm thả là cái sọ là ngày đăng hay ôn cho đồn mua nhôm giấy này mặc đẹp nhôm tê bằng ôn mặc đẹp nhôm thả rương ấy tê đăng là trăm thả bạc ba tê tầm lòng kia tầm lòng anh như vậy nhôm trắng bằng ôn đọc về chẳng tới có khi ta ở chân các bạn nói chân mà sai anh sẽ bạc ấy tầm lòng kia tầm lòng ấy đọc về miền ở dụng nắng không xa pu nhóm gọi đây để làm ở nhóm nhiều lúc không xa pu nhóm đây để lơ ở nhóm đây được còn bị là bóng ồn hay pu nhóm gọi trình đà và tia đây trình đà được club tới ấy chứ bóng ồn đọc về chân tới sạp ta dụng ngày nắng cô vào rồi ten đừng nào bóng cô tốc chứ cô thì này thầm để rốn giúp cô đôi sắp đầu cô thì là bóng cô hỏi sạp ta nhung bóng nhung nhạc lắm mì mơ cái nhung mà nhung một prư của bà luôn nhưng mà trông vì mà đài nè cả đạo đấy cô và hai mà chùm hồ mà nước đọc về chân tới miền nè chúng ta đời xiêm đây sao là đời xiêm đọc về miền nè nhóm ớt bơ còng phuya bật tốt nắng cái bật cà rố cái bật là toàn chết hết nơi mà hai cho lo hà giờ đúng mà thang đáy sầm rạp mưa từ còng nhóm sạp đá máu sạp ta khơi cái đá máu chứ anh ta khơi trường thì khơi là rô về đá máu cu teng thì ra cu thuê thì ra nào bằng con cu lâu cu nhóm khơi ta rô về phơi đã cặp một tụng là một ổn nhưng đây là principal là một ổn hai miền là ổn nhóm phơi nhỏ hai sạp là nhóm đây một tu tiệt đây nhớ rút lúc ở phe khai chân ấy là đây lụa thế nó chỉ đây lụa tiệt tại ổn nhóm đang đây lụa được ở đây hay mình sẵn sàng cô giống như là nhóm hai con mình đập về chân thấy quát con lư này còn lư thì bài những định lụa chẳng bị ten con đình này anh lời là từ miền là đăng quạt nào ôn lại nó vậy đấy cho là sao nhom còn đây chắn đăng quạt mỏng côi nơi trong cả đảo vuông nhom còn đây cái ôn nhom nó trong cả đảo một miền là nhom lư cu ten nó thì rút lư cu thui mà cô mốc cô liếm nhom có tu láng những khơi song xa pu nhóm nó côi cả đám mà nè không nói bằng cồn nhom rót te mà đầy rồi bằng cồn ap nó đọc về nhom rót te tới ha song xa pu nhóm tê bao nhom tê nhom thà mà được phơi phong mà nè màu côi rồi nhom thà rót te ta đọc về xài chân tới nhom tê mà trong mắt ấy
ខ្ញុំខ្លាចពេកខ្ញុំដេញណាយខ្ញុំខ្លាចពេកខ្ញុំសួរគាត់ថាចុះមកទៅអីថាខ្ញុំខ្លាចពេកខ្ញុំចុះមកចុះបាន3 4កាំខ្ញុំលូតពីលើឡើងទិសទៅមកក្រោយហើយដល់ពេលខ្ញុំចឹងណាចឹងមកដេកចិត្តបងខ្ញុំអីចឹងតែគាត់ស្រីបងខ្ញុំប្រុសប៉ុន្តែខ្ញុំឲ្យគាត់ដេកជាងឆ្ងាយចឹងដល់ពេលដេកចឹងដេកតម្រាំហ្នឹងទ្រាំទៅឲ្យបានមកយប់ទៅទ្រាំរហូតដល់ភ្លឺដេកទាំងញ័រភ័យផងអីផងទ្រាំរហូតស្អែកឡើងលឺយករឿងរ៉ាវមួយហ្នឹងខ្ញុំយកនិយាយប្រាប់មីងខ្ញុំនៅក្នុងបន្ទប់និយាយរួមនៅបន្ទប់មីងខ្ញុំដើរទៅនិយាយប្រាប់គាត់អញ្ចឹងខ្ញុំថាមីងបន្ទប់នេះចេះចប់នៅមិនបានទេមីងអើយពូទ្វាររាល់ថ្ងៃហើយគាត់ថាចុះបើឯងនៅមិនបានតែមិនរើបន្ទប់ចេញតែអត់ដឹងទេបន្ទប់នឹងមិនកូនអញទៅឃើញប្រាប់អញរហូតម៉ែម្នាក់ហើយញៀនទី6ឃើញរហូតពេលមកបោកពេលកូនអញពងហាងអញ្ចឹងគេហ្នឹងគេមកប្រាប់កូនអញថាជួយប្រាប់បងប្អូនផងចាក់បោះតម្លងគេរងហើយក៏គេនៅអីមិនបានទេតែនៅបន្ទប់គេទៀតចឹងនឹងឲ្យបងប្អូនខ្មោចថាខ្ញុំនិយាយតែខ្មោចនឹងប្រាប់បងចដូនមួយខ្ញុំណាញៀនទី6ហ្នឹងវាអាចមើលឃើញហ្នឹងបងប្អូនហ្នឹងហើយបងប្អូនដល់ពេលមីងខ្ញុំហើយនឹងបងចដូនមួយខ្ញុំនិយាយប្រាប់ខ្ញុំរួចហើយខ្ញុំថាចប់ហើយនឹងឲ្យបងប្អូនតិចបាទខ្ញុំនិយាយប្រាប់ថាទុកជួរនឹងមានអីបងប្អូនខ្ញុំនិយាយប្រាប់ដល់ពេលចឹងទៅខ្ញុំក៏ត្រឡប់ទៅផ្ទះវិញចាប់ពីនិយាយរួមមកត្រឡប់ទៅផ្ទះទៅបន្ទប់វិញត្រឡប់ទៅបន្ទប់ខ្ញុំវិញហ្នឹងដល់ពេលចឹងខ្ញុំក៏លែងហ៊ានបើកបាសនិយាយរួមរងថ្ងៃខ្ញុំបើកបាសដល់ពេលហ្នឹងខ្ញុំហ៊ានបើកបាសទេហើយខ្ញុំអត់ធូបនិយាយចឹងណាខ្ញុំអត់ធូបនិយាយខ្ញុំដោតធូបហ្នឹងខ្ញុំនិយាយថាកុំបន្លាចកូនចៅសំនៅតាមមកទឹកទៀតទេដល់ពេលចឹងស្រាប់តាងាកឡើងដល់ពេលដេកចឹងដេកនិយាយរួមដេកមួយបងប្អូនខ្ញុំហ្នឹងបងខ្ញុំដេកក្រោមខ្ញុំពីរអ្នកបងប្អូនខ្ញុំហ្នឹងដេកទៅហើយនិយាយរួមសង្សារពូខ្ញុំក៏ទៅបាត់ហើយពូខ្ញុំក៏ដេកលើនឹងដែរហើយគាត់មកចំមួយថ្ងៃដែលមានខ្មោចលោទៀតហើយមានខ្មោចគោះបន្ទប់ទៀតដល់ពេលចឹងទៅដេកអត់ធូបហើយអីហើយដេកក៏អត់មានអីបងប្អូននិយាយរួមដេកលក់ស្រួលមកទៅភ្លឺដល់ពេលស្អែកឡើងខ្ញុំទៅស្រុកដល់ថាចំថ្ងៃហ្នឹងថ្ងៃសៅរ៍ចឹងហើយស្អែកឡើងថ្ងៃអាទិត្យខ្ញុំមកទៅស្រុកនិយាយប្រាប់ម៉ែខ្ញុំទៅគ្រូទៅអីចឹងណាទឹកមុនយកអីមកប្រោះព្រំដល់ពេលខ្ញុំប្រោះព្រំខ្ញុំមកវិញថ្ងៃអាទិត្យពេលល្ងាចបងប្អូនទៅស្រុកមកវិញយកទឹកមុនមកប្រោះព្រំទៅមានណាយប់នឹងដេកមានលក់ទេបងប្អូនអើយគូទៀតហើយណាបងប្អូនគូហើយខ្ញុំនៅគ្នាឡើងគូឆ្ងាយពូខ្ញុំអីគេគូរហូតចឹងហើយបងប្អូននឹងខ្ញុំប្រាប់ប្រយ័ត្នវាមិនដែរណាកដោណាគូមកនិយាយរួមមកចំហមនុស្សប្រហែល1.60 ម៉ែត្រអញ្ចឹងគូមកតែ1.60 ម៉ែត្រហ្នឹងខ្ញុំណែកដោណាគូត្រឹមប៉ុណ្្នឹងដល់ពេលអញ្ចឹងពូខ្ញុំគាត់មានដឹងថាមិនអីបន្ទប់ហ្នឹងហើយគាត់ចេញទៅក្រៅបើគ្រាមើលអីគេណាកុំបើដល់ពេលគាត់ចេញអីគេគូចេញទៅមើលតិចមើលដល់ពេលអញ្ចឹងទៅមានណាចេញទៅអត់មានអីបងប្អូនអត់មានអីទេស្រាប់លេខមកស្ទូទៀតហើយបងប្អូនអើយដដែលទៀតហើយខ្ញុំអត់មើលខាងក្រោមមកទ្វារបន្ទប់ហ្នឹងបងប្អូនដែលធ្លាប់នៅបន្ទប់ជួលដឹងមានកន្ទុកប្រឡោះមួយសម្រាប់យើងញាត់កណាត់ញាត់អីចឹងក
mọi ý châu đến như nhọt cả nạt đập bê miền à còn là được cô thuyết lưu sầm rập trường đa máu tại bên khơi chứ khơi là rô bông bông rô phơi đà máu thì rồi những việc là bông bông đà máu nung thà bông nung khoai lang nhua bông nung để chất nung khoai lang nhua nâng là bông bông khoai lang nhua lại nhua nào xong hôm đấy chứ lại ấy hôm đấy là hiền châu đấy nhưng do tập môn màu pro mày lục sải lớn nâng là bông bông lục sải lớn rồi dùng nâng lòng phò này lòng phò này lục sải lớn từ vẻ ôn nhom rồi nói đúng từ vẻ ôn nhom nhìn mũi từng phật ôn cho đồn mũi nhom cái hà đôi hà và làm lại chứ mình tập từ thời ca đó liệt bảo ai mà play hà từ vẻ thà bom ôn vậy đúng dân vậy đôi dân thầm ná vậy nè bom ôn này đang tục anh ấy rồi anh châu tiệt thay giờ tự môn nào về nè rồi anh châu tục tiệt vậy chẳng bom ôn nhưng vậy làm prư đang thay bàn nhưng đang ấy để xa vì màu bẹp nhưng đào màu bẹp tương prực một đào bẹp tương prực được về gì đúng bài ở trăm sái thì ta vật nữa miền ban là thơ ca nè bẹp mê xong cho bạp đã xong cho bạp mà ngày rơ tục chạy rồi bê rơ chạy rơ ấy hơi lưu trong cõi hái xong bẹp nhưng gì đúng nhưng tôi bẹp cha te kê bông bông bẹp cha te là bông ơi nhìn là bàn tiếp tục nữa nhưng xong đồ tục hay có tha đâu ấy tục miền là đầu tiết bà tục hay nơi mình muốn lắm kê mà cho mà nói mấy thì đấy nè gặp về chân tân miền nào bông nhóm có rơ tục rơ ấy thế này rơ chan chăn ấy nâng mong phôi ấy từ nơi tục mình nhầm xanh là xanh đó nữa hãy đập về chẳng tới có nhầm sợp xua quạt nhầm chẳng đắng nhầm xua quạt nâng là bóng bồn nhầm play phẻ bóng bồn thà nơi tục nắng thì ruốn lư tà nhóm hay nâng là bóng bồn nhầm như ruốn lư tà nhóm nâng bóng nhóm hay nâng mình sẵn xa bù nhầm để cái nâng kia lư cái đầy lụ xa đầy bà ghê cua vấp láng màu mùi màu bì màu mình đọc màu bình đọc màu mùi cua hồ chân mình là này cái đầy lụ ai thời ca cho cái mong cổ đọc về nâng là nhầm màu một bánh đọc về chẳng á nhầm xua chạp tổng kê thà hay mình nhầm như vậy bẻ bóng có thà chạm trong cái ô nhầm vậy cả bóng cổ đó là nhầm vậy đọc về nhầm xua chạp tè kê thà vì muốn nó tụng nắng mình mà nơi cái nơi ta còn là cái nơi bầy nè chứ cái nơi đây là bốn hay năng mai có mà nơi thà đàm bài côn chứ á côn bên nhập đây côn thơ cà chứ đọc về chân tới còn vậy thà vì muốn cái nơi ta nơi bầy nè mai côn thì dây đắng nguyện soi tiếp vào mẹ học chiên nữa hay gọt chú chất đây bài ý hay gọt chú chất xị rô nghỉ đừng là bóng ổn đọc về chân tới nhưng xua quả lòng ai cho nô múa đừng là bóng ổn xua tới gọt hà bó ngọt sơ đơn cho bà này đọc về tòa du bàn bóng đăng bị nẹ thơ ca kê phép chứ thơ ca mùi côn y nông cái bẹp quạt cái mà lên chẳng cái bọc bẹp hàng y nấm pe ngày sai chứ á đôi thà ngày sai con kế lan từ lên sóc từ lên con chứ con nơi ta từ dây khăn một bồn này chẳng từ được hàng mai chẳng một bồn ở vậy thà nơi con nơi sọc đọc về chẳng quạt nó lan từ lên con ngày sai đây bồn nữa tai mái nữ tục chua năng tại anh thì đọc về làng tên lên
ឡើងទៅលេងចឹងរៀបភ្លឺគេតែងថាមកធ្វើការវិញថ្ងៃច័ន្ទគេមិនធ្វើការបងប្អូនដល់ពេលចឹងទៅគេក៏ឡើងមកធ្វើការវិញគេទៅលេងកូនគេហើយចឹងថ្ងៃសៅរ៍ចឹងហើយថ្ងៃសៅរ៍គេទៅពេលល្ងាចណាបងប្អូនខ្ញុំប្រាប់បងប្អូនឲ្យច្បាស់ឆាប់យល់គេគាត់ចេញទៅធ្វើការហ្នឹងថ្ងៃសៅរ៍ហើយគាត់ចេញទៅពីអ្នកដីពុនទៅលេងកូនចឹងកូននៅស្រុកហើយទុកម៉ែនៅទុកតែឯងនេះបងប្អូនដល់ពេលទុកចឹងទៅគាត់ក៏ទៅស្រុកទៅបានស្អែកឡើងគាត់មកធ្វើការវិញថ្ងៃច័ន្ទណាទៅលេងស្រុកបានមួយថ្ងៃចឹងដល់ពេលចឹងទៅគាត់ក៏មកដល់ស្រុកវិញមកដល់ភ្នំពេញវិញឡើងសំទោសមកដល់ភ្នំពេញវិញឡើងរៀបភ្លឺមកបងប្អូនអ្នកដែលធ្វើការចាស់គួរដឹងហើយឡើងមកពីស្រុករៀបភ្លឺវិញដល់ពេលឡើងមកដល់រៀបភ្លឺស្រាប់តែឃើញម៉ែហ្នឹងដេកលើប៉ៅអីហ្នឹងស្ដោកស្ដឹងហ្នឹងបងប្អូននិយាយរួមណាស់ក៏គាត់អត់ភ្ញាក់ដល់ពេលចឹងក៏ម្នាក់ហ្នឹងកូនប្តីនិយាយរួមប្តីប្រពន្ធពីរនាក់ហ្នឹងក៏ហ៊ានយំអត់អីដែរខ្លាចគេលឺខ្លាចគេអីចឹងគេដឹងចឹងហើយដល់ពេលខ្លាចចាប់ទុកគេដឹងគេអីចឹងបងប្អូនដល់ពេលគាត់និយាយប្រាំចឹងហើយគាត់និយាយថាចេះស្រាប់តែកូនហ្នឹងវិចកៅវិចអីតែមកក៏វិចទេហើយចាក់សោចោលហើយយកម៉ែហ្នឹងដាក់លើម៉ូតូធ្វើដូចដេកលក់ចឹងបងប្អូនដាក់ចំកណ្ដាលចាំងាយរួមអង្គុយនៅកណ្ដាលឲ្យប្រពន្ធអោបពីក្រោយហើយឡើងបញ្ជូនយកទៅស្រុកបងប្អូនហើយបន្ទប់ហ្នឹងបិទចោលហើយអត់ដឹងទេហើយគាត់ចេះឆ្ងល់ចេះបន្ទប់ហ្នឹងដល់ថ្ងៃបងលុយមិនក៏អត់ឃើញបងលុយចឹងទៅស្រុកយូរម៉េះដល់ពេលស្រាប់តែមកវិញគាត់លួចមករៀបភ្លឺចឹងអ្នកនៅបន្ទប់ហ្នឹងបន្ទប់ថាខ្ញុំនៅមួយឡងគាត់មកឡើងមករៀបភ្លឺវិញរៀបភ្លឺគាត់ប្រមូលវ៉ាន់គាត់ទៅទាំងអស់តែទុកអាវ៉ាន់ណាដែលយកទៅបានយកទៅបានអាវ៉ាន់ណាដែលយកទៅបានអត់ទៅបានទេបងប្អូនយាយហ្នឹងគាត់ស្លាប់នៅក្នុងបន្ទប់ហ្នឹងបងប្អូនហើយកូនលួចយកទៅអត់ឲ្យគេដឹងអត់ឲ្យអ្នកទុកជួរនឹងដឹងបងប្អូនដល់ពេលចឹងទៅគេក៏អត់ដឹងអីក៏អត់ដឹងដែរហើយម្ចាស់ផ្ទះហ្នឹងគេដឹងភាសាតែអ្នកធ្វើការជាមួយកូនគាត់ចិត្តដឹងចឹងបងប្អូនដល់ពេលចឹងទៅស្រាប់តែគាត់និយាយប្រាប់ខ្ញុំណាគាត់ថាគាត់ទៅយកអីវ៉ាន់ចឹងដូចថាអីវ៉ាន់នៅក្នុងបន្ទប់ហ្នឹងសល់ចឹងចេញទៅអត់ដឹងចឹងគាត់គេចេញទៅអត់ដឹងគាត់យកអីវ៉ាន់មកទាទាំងយប់ហ្មងនិយាយរួមមកដេកលក់មកទាបណ្ដោយដូចថាមកមិន10អីចឹងទៅទាគាត់វ៉ាន់អីវ៉ាន់គាត់យកមកទុកវិញនឹងយកបងប្អូនសាហាវណាបងប្អូនខ្ញុំនិយាយរឿងនេះក៏ខ្ញុំព្រឺដែរព្រឺសបល់នឹងហើយបងប្អូនរឿងរ៉ាវមួយនេះមានតែប៉ុណ្្នឹងបងប្អូនហើយរឿងនេះដែរខ្ញុំសូមបញ្ជាក់បងប្អូនថារឿងរ៉ាវមួយនេះកើតនៅម្ដុំសែនសុខបងប្អូននៅភ្នំពេញម្ដុំសែនសុខនៅផ្លូវ92ហើយខ្ញុំសូមមិនចេញទីតាំងបងប្អូនព្រោះអីទីតាំងហ្នឹងគេនៅធ្វើការគេនៅជួរផ្ទះគេរស់នៅសប្តាហ៍ថ្ងៃបងប្អូនហ្នឹងហើយវត្តខ្ញុំទៅធ្វើការរោងចក្រដំបងបងប្អូនជួរផ្ទះបន្ទប់ឆ្អៀតពេកបងប្អូនជួរផ្ទះនៅថ្មីស្រាប់តែប៉ះចំបន្ទប់ជួរមានខ្មោចបងប្អូនឡងសាហាវហ្នឹងហើយបងប្អូនរឿងរ៉ាវមួយនេះដែរមានតែប៉ុណ្្នឹងហើយបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនាស្ដាប់តាំងពីដើមរហូតដល់ចប់ជួបខ្ញុំនៅវីដេអូបន្តទៀតបងប្អូនសូមអរគុណសូមជម្រាបលា